នៅថ្ងៃមួយជាថ្ងៃដែលមនុស្សស្គាល់បងប្អូនចុងក្រោយគាត់បានស្លាប់ពេលនោះបងប្អូនក៏ចាប់ផ្ដើមយល់ថាជីវិតរបស់យើងហាក់បីដូចជាអត់បានកើតនៅលើផែនដីនេះនោះទេហើយជីវិតកើតស្លាប់នៅចន្លោះកើតនិងស្លាប់មនុស្សបានធ្វើរឿងសពគ្រប់បែបយ៉ាងដើម្បីបានលៀបសក្ការៈដើម្បីបានកិត្តិយសកេរ្តិ៍ឈ្មោះរថយន្តទំនើបផ្ទះថ្មីនិងរបស់របរផ្សេងៗដែលពួកគាត់ចង់បានជាដើមទោះបីជាយើងដឹងថាជីវិតរបស់យើងទាំងអស់គ្នាថ្ងៃណាមួយនឹងចាក់ចេញពីផែនដីមួយនេះតែយើងនៅតែចង់បានលុយបន្ថែមកិត្តិយសកេរ្តិ៍ឈ្មោះបន្ថែមភាពល្បីល្បាញបន្ថែមនិងរបស់របរគ្រប់សពបែបយ៉ាងបន្ថែមជាដើមយើងភ្លេចគិតរឿងមួយថានៅពេលដែលយើងក្រោកពីគេងមកយើងនៅមានជើង2ដែលអាចដើរបានដៃ2ដែលអាចប្រើប្រាស់បានសតិបញ្ញាមួយដែលអាចប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតរបស់យើងបានមានម្ហូបគ្រប់គ្រាន់អាចបំពេញក្រពះបាននៅមានខ្យល់ដកដង្ហើមគ្រប់គ្រាន់ដើម្បីឲ្យជីវិតបន្តរស់នៅបានយើងតែងតែត្អូញត្អែដូចមនុស្សទូទៅនៅពេលដែលរឿងរ៉ាវធ្ងន់ធ្ងរអត់ទាន់កើតឡើងតែយើងភ្លេចគិតរឿងមួយថាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយជំងឺដ៏កាចសាហាវមួយព្រឹត្តិការណ៍ណាមួយដែលកើតឡើងចំពោះយើងហើយធ្វើឲ្យយើងសម្រាកនៅលើគ្រែមន្ទីរពេទ្យពេលនោះយើងក៏ចាប់ផ្ដើមយល់ថាជីវិតផុយស្រួយខ្លាំងមែនទែនជីវិតដូចជាមិនសប្បាយរហូតរីករាយរហូតដូចអ្វីដែលយើងគិតនោះទេដូច្នេះចូលបងប្អូនរំលឹកខ្លួនឯងថាយើងទាំងអស់គ្នានឹងចាក់ចេញយើងទាំងអស់គ្នានឹងស្លាប់នៅពេលដែលយើងរំលឹកខ្លួនឯងបែបនេះយ៉ាងហោចណាស់យើងនឹងមិនបំពានអ្នកដទៃមិនធ្វើបាបអ្នកដទៃមិនសម្លុតគំរាមកំហែងអ្នកដទៃមិនជន់អ្នកដទៃមិនគៀបសង្កត់អ្នកដទៃដោយសារតែផលប្រយោជន៍ឬដើម្បីបង្ហាញអ្នកដទៃថាខ្លួនឯងមានឫទ្ធិអំណាចមានសិទ្ធិមានអំណាចជាងគេនោះទេព្រោះយើងទាំងអស់គ្នានឹងយល់ច្បាស់ថាថ្ងៃណាមួយយើងនឹងស្លាប់យើងនឹងចាក់ចេញដូច្នេះនៅក្នុងវីដេអូមួយនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នារំលឹកខ្លួនឯងថាឡានដែលយើងមាននៅពេលនេះនឹងคล้ายទៅជាអេតចាយនៅរយៈពេល30ឆ្នាំទៀតយូរបំផុតទូរស័ព្ទទំនើបដែលយើងមាននៅពេលនេះនឹងคล้ายទៅជាទូរស័ព្ទកញ្ចាស់ឬក៏ខូចខាតប្រើលែងកាតក្នុងរយៈពេលយូរបំផុត10ឆ្នាំទៀតផ្ទះដែលយើងនៅម៉ោងនេះទោះបីជាធំទំនំខ្ពស់ប៉ុណ្ណាក៏ដោយឡានដែលយើងមានទំនើបប៉ុណ្ណាក៏ដោយកិត្តិយសកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ប៉ុណ្ណាក៏ដោយរបស់ទាំងអស់នោះនឹងមិនមែនជារបស់យើងជាអមតៈទេថ្ងៃដែលយើងចាក់ចេញរបស់ទាំងអស់នោះក៏លែងคล้ายជារបស់យើងបន្តទៀតដែរវានឹងคล้ายជារបស់អ្នកដទៃទោះបីជាយើងមិនដឹងថាតើវានឹងคล้ายជារបស់អ្នកណាប៉ុន្តែអ្វីដែលយើងដឹងវានឹងមិនជារបស់យើងបន្តទៀតនោះទេបងប្អូននៅពេលដែលខ្ញុំឈឺខ្ញុំក៏ស្វែងយល់ថានៅលើโลกនេះមិនមានអ្វីថិតថេរទេហើយយើងក៏មិនអាចកំណត់រឿងហេតុដែលនឹងត្រូវកើតឡើងនៅក្នុងដំណើរជីវិតរបស់យើងដែរមកដល់ចំណុចនេះខ្ញុំនឹកឃើញពាក្យមួយឃ្លាដែលខ្ញុំអាសាលើកឡើងជូនបងប្អូនទាំងអស់គ្នានាពេលកន្លងមកហើយពាក្យមួយឃ្លានោះគឺមនុស្សដែលត្រូវមកគង់តែមកមនុស្សដែលត្រូវទៅគង់តែទៅហើយរឿងដែលត្រូវកើតគង់តែកើតនៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើងមិនអាចហាមឃាត់រឿងរ៉ាវអ្វីមួយឬក៏បញ្ឈប់រឿងដែលត្រូវកើតមិនឲ្យកើតបាននោះទេព្រោះរឿងដែលបានកើតគឺជារឿងដែលត្រូវកើតដូច្នេះជាចុងក្រោយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាមេត្តាចងចាំថាយើងនឹងចាក់ចេញសូមផ្ដល់ក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនផ្ដល់ក្តីសង្ឃឹមឲ្យមនុស្សជុំវិញខ្លួនហើយបើបងប្អូនចង់ដឹងអំពីគុណតម្លៃនៃជីវិតបងប្អូនអាចទៅកន្លែងកប់សាកសពឬក៏កន្លែងដុតសាកសពបានតែបើសិនជាបងប្អូនចង់ដឹងអំពីសិទ្ធិសេរីភាពរបស់យើងបងប្អូនអាចទៅពន្ធនាគារទៅមើលអ្នកទោសនៅទីនោះបងប្អូននឹងដឹងអំពីសិទ្ធិសេរីភាពដែលយើងមានក្នុងពេលបច្ចុប្បន្នហើយបើបងប្អូនចង់ដឹងអំពីគុណតម្លៃនៃសុខភាពរបស់យើងបងប្អូនទៅមន្ទីរពេទ្យបងប្អូនទៅមើលអ្នកជំងឺដែលសម្រាប់ព្យាបាលនៅលើគ្រែពេទ្យបងប្អូននឹងដឹងអំពីគុណតម្លៃនៃសុខភាពរបស់យើងអរគុណបងប្អូនអរគ្នាជម្រាបលា